Xây nè tóc niên chẳng ngày nàyยังmờ vớiจะcó a o yo ជាមួយខ្ញុំទាំងអស់គ្នាដែលវិជ្ជករ a o yo នេះយើងប្រើនៅខាងចុងប្រយោគដើម្បីបង្ហាញអំពីការភាពគួរសមក្នុងស្ថានភាពបែបដែលមិនផ្លូវការនៅក្នុងទម្រង់សំណួរប្រកបវិជ្ជាឬក៏ទម្រង់ស្នើសុំជាដើមតែបើសិនជាយើងនិយាយឲ្យស្ដាប់ទៅវិជ្ជករនេះគឺយើងប្រើនៅក្នុងការនិយាយទូទៅប្រចាំថ្ងៃអញ្ចឹងណាហ្នឹងហើយអញ្ចឹងមិនមែនបែបដូចនៅក្នុងអង្គប្រជុំនៅក្នុងអីនោះទេយើងអាចប្រើទម្រង់ទូទៅធម្មតានៅក្នុងទម្រង់សំណួរទម្រង់ស្របធម្មតាឬក៏ទម្រង់វិជ្ជាយើងអាចប្រើ a o yo នឹងបានដែលអ្នកគ្នាសាលើគេនិយាយមកញ៉ាំអាស៊ីយោជីបេខាយោផាពលមកកយោអីជាដើមដែលមានយោនៅខាងក្រោយហ្នឹងហើយគឺវេយ្យាករណ៍នឹងឯងតែមុននឹងទៅដល់វេយ្យាករណ៍នេះផងដែរខ្ញុំចង់បញ្ជាក់ជាមួយអ្នកគ្នាផងដែរមើលថាគ្រប់កិរិយាសព្ទហើយនឹងគុណនាមទាំងអស់នៅក្នុងភាសាកូរ៉េគឺសុទ្ធតែបញ្ចប់ដោយពាក្យថាដានៅខាងក្រោយនេះអូខេហើយចំណុចទី2នៅពេលដែលយើងបូកជាមួយនឹងឬក៏យើងបំបែកជាមួយនឹងវេយ្យាករណ៍គឺមានថាយើងត្រូវលុបហ្នឹងហើយលុបដានេះចោលជាមុនសិនទើបយើងធ្វើការបូកជាមួយនឹងវេយ្យាករណ៍យើងតាមក្រោយអញ្ចឹងមានពីរចំណុចនេះគ្រប់កិរិយាសព្ទហើយនឹងគុណនាមសុទ្ធតែបញ្ចប់ដោយដាហើយមុនពេលដែលបំបែកជាមួយនឹងវេយ្យាករណ៍ត្រូវលុបដាចោលសិនអូខេអញ្ចឹងចំពោះវេយ្យាករណ៍ a o yo របស់យើងខាងលើនេះគឺដូចគ្នាអញ្ចឹងយើងមើលខាងក្រោមនេះអញ្ចឹងពាក្យរបស់យើងលេនេះមានថាវាមានខាដាហើយនឹងប្រូដាមកតាម៉ាស៊ីតាកុនដងហាដៃជាដើមអញ្ចឹងកន្លែងនេះគឺយើងបែងចែកជា3ដំណាក់កាលទី1នៅពេលដែលវាបញ្ចប់ដោយស្រៈ a ហើយនឹងស្រៈ o យើងបូកជាមួយនឹង a yo កន្លែងនេះខ្ញុំនិយាយថានៅពេលដែលយើងលុបដាចោលហើយណានឹងឲ្យលុបដាចោលហើយអញ្ចឹងឧទាហរណ៍ថានេះដូចពីខាដានេះយើងលុបចាស់ដាចោលហើយប្រូដានេះយើងលុបដាចោលរួចហើយអញ្ចឹងវាសល់អ្នកខាហើយនឹងប្រូនេះអញ្ចឹងយើងមើលថាតើខាឬក៏ប្រូហ្នឹងមានបញ្ចប់ដោយស្រៈ a ឬក៏ស្រៈ o អត់អញ្ចឹងបើសិនជាវាបញ្ចប់ដោយស្រៈ a ឬក៏ស្រៈ o យើងបូកវាជាមួយនឹង a yo អញ្ចឹងដូចពាក្យប្រូដានេះទៅជាផា yo ចំណុចទី2គឺនៅពេលដែលវាបញ្ចប់ក្រៅពីស្រៈ a ហើយនឹងស្រៈ o អញ្ចឹងមើលថាបើសិនជា a ហើយនឹង o យើងបូកមួយ a yo ខាងលើនេះមកតែបើសិនជាក្រៅពី a ហើយនឹង o យើងបូកជាមួយនឹង o yo ឧទាហរណ៍ដូចពាក្យមកតានេះលុបដាចោលរួចវាសល់មកអញ្ចឹងមកនេះគឺស្រៈ o តែពេលម៉ាស៊ីដានេះនៅសល់ម៉ាស៊ីអញ្ចឹងគឺអត់មានស្រៈ a ហើយនឹងស្រៈ o នៅខាងលើនេះទេអញ្ចឹងគឺយើងត្រូវបូកជាមួយនឹង o yo អញ្ចឹងដូចពាក្យមកតានេះបូកមួយ o yo ទៅជាមកកyo ជាដើមអូខេបន្តមកទៀតមួយចុងក្រោយនៅពេលដែលវាបញ្ចប់ដោយពាក្យដែលមានហាដាអញ្ចឹងយើងអត់បាច់គិតច្រើនទេឡើយនេះយើងគ្រាន់តែលុបពាក្យហាដានឹងចោលជំនួសវិញដោយហេយោមកគឺរួចជាស្រេចឧទាហរណ៍ដូចពាក្យអ៊ុនដុងហាដានេះយើងលុបហាដាចោលមកនៅសល់អ៊ុនដុងយើងបូកជាមួយនឹងហេយោទៅជាអ៊ុនដុងហេយោអញ្ចឹងត្រឡប់មកវិញនៅពេលដែលវាបញ្ចប់ដោយ a ឬក៏ o យើងបូកជាមួយនឹង a yo និង a ឬក៏ o បូកជាមួយនឹង a yo ក្រៅពី a ហើយនឹង o យើងបូកជាមួយនឹង o yo នៅពេលដែលវាបញ្ចប់ដោយហាដាយើងត្រូវលុបហាដាចោលរួចជំនួសឲ្យវិញដោយជាមួយនឹង he របស់យើងខាងលើនេះអូខេអញ្ចឹងឥឡូវយើងមកមើលបន្ថែមនៅខាងលើនេះអញ្ចឹងម្ដងទៀតបញ្ចប់ដោយស្រៈ a ហើយនឹងស្រៈ o គឺយើងត្រូវបូកជាមួយនឹង a yo ដូចពាក្យខាដាខាងលើនេះនឹងឲ្យយើងលុបដាចោលនៅសល់ខាម៉ាន់ណាដានេះនៅសល់ម៉ាន់ណាឆាក់តានៅសល់ឆាក់ម៉ាន់ថានៅសល់ម៉ាន់ទៅពេលប្រូណានៅសល់ប្រូអូខេអញ្ចឹងឥឡូវយើងមើលមកថាវាបញ្ចប់ដោយសារ a អត់អូខេ a ហើយខាងនេះមាន o អញ្ចឹងវាត្រូវជាមួយនឹងលក្ខខណ្ឌរបស់យើងហើយអញ្ចឹងយើងត្រូវបូកវាជាមួយនឹង a yo អញ្ចឹងទៅជាអីគេទៅខា a yo ប៉ុន្តែពាក្យនេះនៅពេលដែលយើងអានខា a yo ទៅជាខា yo ទៅជាខា yo អូខេអញ្ចឹងវានៅសល់ខា yo តែប៉ុណ្្នេះទេតែបើសិនជាអ្នកនេះគិតនៅក្នុងន័យមួយទៀតគិតឲ្យស្រួលជាងមុនណាហ្នឹងហើយនៅពេលដែលយើងលុបដាចោលហើយវាបញ្ចប់ដោយស្រៈ a ក៏ពិតមែនប៉ុន្តែនៅខាងក្រោមនេះគឺអត់មានជើងប្រកបទេយើងបូកតែជាមួយនឹង yo ឲ្យវាទៅគឺបានទៅជាខា yo អញ្ចឹងពាក្យម៉ាន់ណានេះដូចគ្នាអញ្ចឹងបញ្ចប់ដោយសារ a មែនតែអត់មានជើងខាងក្រោមផងបូកតែជាមួយនឹង yo ឲ្យវាទៅជាម៉ាន់ណា yo ទៅពេលឆាក់តានេះគឺបញ្ចប់ដោយសារ a ហើយវាមានជើងប្រកបនៅខាងក្រោមធម្មតាអញ្ចឹងបូកជាមួយនឹង a yo ឲ្យវាធម្មតាមកទៅជាឆាក់កា yo ម៉ាន់ថានេះដូចគ្នាទៅជាម៉ាន់ណា yo ទៅពេលប្រូដានេះ
ទៅជាអាយោទៅជាព្រោះអាយោប៉ុន្តែដូចតែអ្នកគ្នាដឹងហើយពាក្យនៅពេលដែលសារអូបូកជាមួយនឹងសារអានេះគឺស្មើនឹងស្រៈវ៉ាអញ្ចឹងអូអាស្មើនឹងវ៉ាអញ្ចឹងទៅជាអីគេទៅព្រោហើយបូកជាមួយនឹងអាទៅជាគេផាយោអូខេអញ្ចឹងពាក្យរបស់វាគឺនឹងក្លាយទៅជាផាយោបែបនេះនឹងឯផាយោអូខេអញ្ចឹងបន្តមកទៀតនឹងឯអញ្ចឹងយើងមានក្រៅពីនឹងឯបញ្ចប់ដោយស្រៈអានិងស្រៈអូអញ្ចឹងខាងលើមិញបញ្ចប់ដោយអាអូបូកជាមួយនឹងអាយោប៉ុន្តែខាងលើនេះក្រៅពីអាហើយនឹងអូយើងបូកជាមួយនឹងអយោអញ្ចឹងដូចពាក្យ she ដែរនេះលុបដាចោលទៅសល់ទៅ she ទៅពេលមកតានេះនៅសល់មកអបតានេះនៅសល់អីគេទៅអបជូដានេះនៅសល់ជូហើយនឹងម៉ាឈីដានេះនៅសល់ម៉ាឈីអូខេអញ្ចឹងយើងមើលថាតើវាមានសអាឬក៏សអូអត់អញ្ចឹងនេះគឺអត់មានសអាឬអូទេនេះក៏អត់នេះសអ៊ូនេះសអ៊ីអញ្ចឹងគឺអត់មានអាហើយនឹងអូទេអញ្ចឹងយើងត្រូវបូកជាមួយនឹងអយោអញ្ចឹង she ដែរទៅជាអីគេទៅបូកមួយអយោទៅជា she យោនេះ she យោមកតានេះដូចគ្នាទៅជាអីគេមកកយោអបតានេះដូចគ្នាទៅជាអីគេទៅជាអបសយោអញ្ចឹងមានថាយើងលុបយើងធ្វើការលុបដាចោលហើយនឹងអត់មាន AO ទេបូកមួយ OYO មក COYO មក KOYO ហប់សយោទៅពេលជូដាឡើយនេះទៅជាគេជូ OYO ប៉ុន្តែដោយតែយើងដឹងដែរ O ហើយនឹង O នេះគឺស្មើនឹងស្រៈវអូខេអញ្ចឹង O ប៉ះ O នេះស្មើនឹងស្រៈវអញ្ចឹងទៅជាjoyo អូខេ joyo អញ្ចឹង O O នេះស្មើនឹងវ joyo ដែលយើងបកថាឲ្យ Mashida នេះនឹងអញ្ចឹងវាត្រូវទៅជាMashi Oyo ប៉ុន្តែនៅពេលដែលយើងបញ្ចេញសលេង E ហើយនឹង O នេះឲ្យកាន់តែយូរទៅនឹង E O នេះយូរទៅ E O យូរទៅវានឹងស្មើនឹងស្រៈយ៉ហើយអញ្ចឹង E ហើយនឹង O នេះស្មើនឹងយ៉អញ្ចឹងទៅជាE O យ៉ទៅជាម៉ាឆយោដែលយើងបកថាផឹកនឹងឯងអូខេអញ្ចឹងចំពោះពាក្យម៉ាស៊ីដែរនេះដូចជាម៉ាឆយោអញ្ចឹងអត់ម៉ាស៊ីអយោទេណាម៉ាឆយោអូខេអញ្ចឹងត្រឡប់មកវិញក្រៅពី A ហើយនឹង O បូកជាមួយនឹង OYO អូខេអញ្ចឹង she OYO មក OYO អបសយោជូ OYO ចយោហើយនឹងម៉ាឆយោនេះឯងមួយចុងក្រោយនឹងចំពោះចំណុចទី3នឹងនៅពេលដែលវាបញ្ចប់ដោយហាដាអញ្ចឹងនៅពេលដែលវាបញ្ចប់ដោយហាដានេះគឺយើងអត់គិតច្រើនទេយើងលុបហាដានេះចោលហើយយើងបន្ថែមដោយហេយោអញ្ចឹងដូចពាក្យកុងពូហាដានេះនៅសល់កុងពូស៊ូយ៉ងហាដានេះនៅសល់ស៊ូយ៉ង shopping នៅសល់អីគេ shopping ហាដានេះនៅសល់ shopping ណាក់ស៊ីហាដានេះនៅសល់ណាក់ស៊ីទៅពេលអ៊ុនដងហាដានេះនៅសល់អ៊ុនដងអូខេអញ្ចឹងយើងគ្រាន់តែបន្ថែមដោយអីគេទៅហេរបស់យើងនៅខាងក្រោយឡើយនេះមកអញ្ចឹងកុងពូហាដាទៅជាមកចាកុងពូហេអូស៊ូយ៉ងហាដាស៊ូយ៉ងហេអូ shopping ហាដា shopping ហេអូណាក់ស៊ីហាដាណាក់ស៊ីហេអូអ៊ុនដងហាដានៅសល់អ៊ុនដងហេអញ្ចឹងបន្តម្ដងទៀតលុបហាដាចោលបន្ថែមដោយហេយោទៅជាកុងពូហេយោបែបនេះអូខេអញ្ចឹងឧទាហរណ៍របស់យើងក្រុមនេះអញ្ចឹងយើងអាចមើលផ្នែកខាងក្រោមនេះហើយដើម្បីបំបែកបាននឹងរៀនបំបែកមកថាតើពាក្យរបស់វានឹងប្រែទៅជាយ៉ាងណាអញ្ចឹងណាអូខេឥឡូវនេះយើងអាចកុបហើយដើម្បីបំបែកបានពួកឯងតិចទៀតខ្ញុំនឹងមានប្រាប់ជាចម្លើយអូខេអញ្ចឹងចំពោះពាក្យថាដានេះគឺទៅជាថាយោដោយសារយើងលុបដាចោលបាត់ហើយនៅសល់ថាហើយនេះគឺអត់មានជើងក្រុមទេយើងនិយាយខាងដើមគឺបូកមួយយោមកទៅជាថាយោហូដានេះលុបដាចោលនៅសល់ប្រូអញ្ចឹងប្រូបូកជាមួយនឹងអាយោទៅជាប្រូអាយោប៉ុន្តែដោយសារអូបូកប៉ះមួយអាស្មើនឹងវ៉ាទៅជាផាយោមកតានេះលុបដាចោលអត់មានអាអត់មានអូទេយើងបូកជាមួយនឹងអយោឲ្យវាមកទៅជាមកកយោអូខេមកកយោម៉ាន់ណាដានេះនឹងឲ្យលុបទៅនឹងឲ្យបាត់ដើរហើយនៅសល់ម៉ាន់ណាតែអត់ជើងយើងបូកជាមួយនឹងយោទៅជាម៉ាន់ណាយោភេវតានេះទៅជាភេអ៊ូអូខេភេអ៊ូប៉ុន្តែយើងនិយាយមិញអ៊ូប៉ះជាមួយនឹងអស្មើនឹងវអញ្ចឹងទៅជាភេវយោម៉ាស៊ីដានេះយើងជួបខាងលើនេះមិញហើយទៅជាអីគេម៉ាឆយោអូខេអ៊ីប៉ះអស្មើនឹងយ៉អ៊ីប៉ះអឡើយនេះចេញលេងឲ្យយូរទៅស្មើនឹងយ៉ហើយអញ្ចឹងទៅជាម៉ាឆយោកុងពូហាដានេះ
ស្រួលទេនឹងឯងលុបហាដាចោលបន្ថែមដោយ Heyo ទៅជាកុំពូ Heyo Suncheck ខាងនេះដូចគ្នាទៅជាSuncheck KO អូខេអញ្ចឹងខាងក្រោមនេះគឺជាពាក្យដែលខ្ញុំដាក់ឲ្យអ្នកគ្នាធ្វើការយ៉ាងសិបធ្វើការអនុវត្តអញ្ចឹងវាមានចំនួន12ពាក្យនៅខាងក្រោមនេះអញ្ចឹងអ្នកគ្នាអាចមើលឡើងវិញបាននឹងឲ្យបូកជាមួយនឹង Ayo ឬក៏បូកជាមួយនឹង Oyo ឬក៏យើងលុបហាដាចោលឬក៏យើងដែរបូកជាមួយនឹង Heyo អូខេអញ្ចឹងនៅពេលណាដែលយើងបូកជាមួយនឹង Ayo អ្នកគ្នាត្រូវចាំឡើងហ្នឹងលុបដាចោលហើយនៅពេលដែលពាក្យហ្នឹងគឺវាបញ្ចប់ដោយស្រៈ A ហើយនឹងស្រៈ O គឺយើងបូកជាមួយនឹង Ayo ក្រៅពីស្រៈ A និងស្រៈ O គឺយើងបូកជាមួយនឹង Oyo នៅពេលដែលវាបញ្ចប់ហាដាលុបហាដាចោលបន្ថែម Heyo អូខេអញ្ចឹងខាងក្រោមនេះក៏ខ្ញុំមានជាចម្លើយអ្នកគ្នាដែរអញ្ចឹងយើងអាចធ្វើការ scope ហ្នឹងហើយឬក៏ screenshot ទុកសិនហើយដោះស្រាយមើលថាតើត្រូវអត់ទេអញ្ចឹងខាងក្រោយនេះគឺជាចម្លើយដែលខ្ញុំដាក់ឲ្យអ្នកគ្នាអូខេអញ្ចឹងខាងក្រោយនេះគឺជាចម្លើយអ្នកគ្នាអាចពិនិត្យបាននឹងន័យថាតើអ្នកគ្នាពិតជាបានធ្វើត្រឹមត្រូវអត់ទេហើយបើសិនជាយើងមានចង្អុលអីបន្ថែមនេះយើងអាចសួរខ្ញុំបន្តបាន